โมตาสาจำนายเปล7 ปีឆ្នាំដើម្បីធ្វើរឿងមួយនេះចង់នឹងថារឿងមនុស្សគឺជារឿងអ្វីទៅតាមមកដឹងជាមួយនឹងខ្ញុំបាទទាំងអស់គ្នាពិតជាអស្ចារ្យមែនទែនโมตาสาកាលពីរុស្ស៊ីថ្ងៃទី10 ខែមិនិនាម្សិលមិញនេះកីឡាករសញ្ជាតិអារ៉ង់โมตาสาបានសម្រេចក្តីបំណងពងប្រាថ្នារបស់ខ្លួនវាតំណាងឲ្យគុណខ្មែរគូបញ្ជាក់ផងដែរថាโมตาสาគឺជាកីឡាករអ៊ីរ៉ង់ទី1ហើយដែលបានប្រកួតតំណាងគុណខ្មែរខណៈកាលពីពេលកន្លងទៅមានកីឡាករប្រមាណជា4រូបហើយរួមមានកីឡាករសញ្ជាតិប្រេស៊ីលសែនច័ន្ទរតិស័កសែនច័ន្ទរតិគុណកីឡាករនីសញ្ជាតិបារាំងរិទ្ធីអេម៉ានិងមនុសិល្បៈពួកគេបានចូលវាយតំណាងឲ្យគុណខ្មែរការចុះហត្ថលេខាកាលពីម្សិលមិញនេះបានបង្ហាញអំពីភាពពេញសិទ្ធិក្នុងការរស់នៅនិងការប្រកួតនៅក្នុងប្រទេសកម្ពុជាតំណាងឲ្យកម្ពុជារបស់កីឡាករសញ្ជាតិអារ៉ង់โมตาสาមុននឹងចូលខ្លួនមកប្រកួតតំណាងឲ្យគុណខ្មែរកីឡាករសញ្ជាតិអារ៉ង់โมตาสาធ្លាប់ជួបកីឡាករកម្ពុជារបស់យើងប្រមាណជា4រូបហើយបាទរួមមានឈឿងល្វីគេឈ្នះម្ដងនិងចាញ់ម្ដងធនរទ្ធីគេឈ្នះសន្លប់ទឹកមួយវងវិឆ័យនិងមនុសិល្បៈក៏គេធ្លាប់ឈ្នះដែរយ៉ាងណាមិញមុននឹងឈានចូលប្រកួតតំណាងឲ្យគុណខ្មែរโมตาสาក៏មានមហិច្ឆតាចង់ជួបកីឡាករ2រូបនេះដែរគឺអ្នកលេងពូថៅដៃពីខៀធឿនធីរ៉ានិងជាងកាត់សក់ដៃឯកព្រំសំណាងโมตาสาមានចិត្តចង់ផ្ដួលកីឡាករធឿនធីរ៉ានិងព្រំសំណាងបន្ទាប់ពីគាត់ផ្ដួលកីឡាករ2រូបនេះបានសម្រេចហើយគាត់នឹងឈានជើងចូលប្រកួតតំណាងឲ្យគុណខ្មែរតែម្ដងក៏ប៉ុន្តែពេលនេះមិនតាន់ទាំងផ្ដួលកីឡាករ2រូបនេះផងโมตาสาបានចូលប្រកួតតំណាងឲ្យគុណខ្មែរតែហើយយ៉ាងណាមិញការប្រកួតរបស់โมตาสาលីដំណឹងលហៀងថានាថ្ងៃបាសៅខាងមុខនេះគាត់នឹងត្រូវមានភារកិច្ចជួបជាមួយនឹងកីឡាករសញ្ជាតិថៃវាតំណាងឲ្យគុណខ្មែរបើការចុះហត្ថលេខាគឺនៅក្នុងក្លឹបលោកអុកញ៉ាស្រីច័ន្ទថនអរគុណប្រិយមិត្តយើងសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ